ខ្ញុំមានកំបាត់ខ្ញុំមានជាប់សួរថាខ្ញុំយកទៅធ្វើអីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីល្បែងប្រជាប្រិយខ្មែរមួយប្រភេទដែលបងប្អូនខ្លះប្រហែលជាភ្លេចហើយក្មេងជំនាន់ក្រោយរត់ទៅឲ្យស្គាល់ទៅទៀតតោះបើបងប្អូនចង់ដឹងថាល្បែងនោះជាល្បែងអ្វីតោះទៅទស្សនាទាំងអស់គ្នាបាទឯងនាំខ្ញុំមកជីកយើងហិតមែនហើយអីគេរុនពេញហ្នឹងបងអីចង្កាត់មកនៅហ្នឹងជីហ៊ុនមែនជីចង្កាត់មែនតែអូនឯងមែនតែកូនឯងទេតែឆ្ងល់បងប្អូនកំពុងតែទស្សនាក៏ឆ្ងល់ដែរថាតើខ្ញុំនាំកូនឯងនឹងប្រពន្ធមកធ្វើអីអ្នកខ្លះគេថារូបម្ដៅនេះអ្នកខ្លះថាកន្ធាយតាមពិតមែនទេនេះគេហៅថាល្បែងបាយខុំអូខេបាយខុំមិនមែនបាយខុនទេណាបាយខុនបើភ្លេងបាយខុនចងដៃទេហើយក៏មិនបាយញ៉ាំដែរអានេះបាយខុំជាល្បែងប្រជាប្រិយចាស់ពីដើមលេងជំនួសហ្គេមក្មេងឥឡូវគេលេងហ្គេមឯណៃហើយចង់លេងទេនឹងគេលេងយ៉ាងម៉េចផងរុនចឹងឲ្យដូចរុនក្តាមហ្មងរុនល្បែងបាយខុំគឺមានរុន10រុនកូនកូនមកខាង4រុនមេ2អញ្ចឹង4ហ្នឹងបងបោះឥឡូវបើសិនជាលេង4ហ្នឹងបោះខ្ញុំអញ្ចឹងទៅគេលេង2នាក់បងឯងហ្នឹង5ទាំងរុនមេនេះអូអញ្ចឹង5ទាំងរុនមេអាហ្នឹងលេងបានតែ2នាក់ទេលេងបានតែ2នាក់ទេអូនឯងបងអញ្ចឹង3នាក់លេងបាន3នាក់បានអង្គុយមើលមួយទៀត2នាក់ទៀតយើងអត់ទេចង់លេងចង់លេងមានគ្រាប់7ទេអញយកគ្រាប់7យើងលេងគ្រាប់7ក៏បាននេះថ្មបានអត់ថ្មក៏បានខ្ចៅខ្ចងក៏លេងបានអូឲ្យតែគ្រាប់ណាយកបានគ្រាប់ចាអូភ្លេចអីមកហ្នឹងពធាកូនដឹងទៀតឆ្លៀតបេះពធាមកទៀតមិនមែនបេះយកមកញ៉ាំទេណាបាទនេះបាយខុំអានេះមិនមែនបាយញ៉ាំទេអានេះពុទ្រាហើយយើងលេងគឺយើងមានកូនរបស់វាមាន42គ្រាប់ហើយយើងដាក់ចាំមើលឥឡូវបងដាក់មើលណាយើងដាក់ក្នុងមួយរុននេះរុនសងខាងនេះ4មួយរុន4រុននេះ4ទៀតរុននេះ4ទៀតអាហ្នឹងរុនអូនឯងណាយករុនបងឯងដាក់5រុនបងដាក់4ដូចគ្នាហ្នឹង5ដាក់នេះទេនេះអានេះគេហៅថារុនមេហើយចុះដាក់លើអត់បានរុនមេដាក់5អត់ទេដាក់លើមិនកើតអានេះរុនបង4ដែរនេះរុនបងចាំមេអាមេនឹងដាក់លើគេធម្មតាមេដាក់នៅក្រោមកូនចាំមិនបានអាមេនេះមកនៅតែមួយហ្នឹងចឹងឃើញថាមេសងខាងនេះមេមួយទៀតអូ4អានេះ4ទៀតអានេះមេខ្លួនឯងណាអានោះមេបងមេបងចាំមេម្នាក់មួយហើយរបៀបយើងដើរយើងចង់ដើររបៀបណាក៏បានដែរយើងចង់យករុនណាក៏បានដែរសំខាន់ឲ្យតែរុនណាទំនេរគេខតគេហៅខតឲ្យស៊ីអានេះយកដៃខ្វេះហ្នឹងទៅហ្នឹងខាងខ្វេះក៏បានដែរតែបងហៅខតឥឡូវឲ្យចាប់ដើមដោយជំហានទី1អាហ្នឹងគូបដិបាណាបងចាប់រុននេះចោះហើយជាមួយយើងដាក់យើងទម្លាក់លើនេះមួយដាក់ផ្ទះបានអត់ផ្ទះក៏បានដែរឥឡូវយើងដាក់មកសិន2 3 4អស់តាមហ្នឹងណាអស់តាមហ្នឹងយើងយកអានេះគេខតអានេះហើយទម្លាក់មួយទៀត1 2 3 4ណាដល់ពេលនេះខតអត់អញ្ចឹងគេស៊ីអានេះស៊ីអានេះអូនេះបងបាននេះហ៎អញ្ចឹងទីឥឡូវអនឯងដើរម្ដងចង់ដើរពីណាក៏បានដែរដើរពីមេបានអត់ដើរពីណាក៏បានដែរចាប់ដើរមកហើយដើរមកអញ្ចឹងមកទម្លាក់មួយមកអញខតនេះខតអត់ស៊ីនេះគេណាហើយឥឡូវបងដើរតណាហើយចាំមើលបងចាប់យកណានេះដើរដូចគ្នាអានេះវាក្របានស៊ីយ៉ាងនេះគេណាទម្លាក់វាផ្លោកចឹងទម្លាក់កូនណាហើយចុះអាហ្នឹងនេះហៅកូនអាហ្នឹងក្របបត្រីហ្នឹងឃើញទេនឹងកាលបានស៊ីទេអូចាំអាមីច្រើនបដ ாய் អានោះយកកាលលេងកន្លះម៉ោងឯងអត់បានស៊ីមែនដូចយើងជិះតែមិនដឹងឈ្នះចាញ់ដឹងឥឡូវហើយនេះអត់
ខតអត់ស៊ីអានេះភ្លឹប អូមានន័យថាពីណាបានច្រើនជាងពីនឹងឈ្នះ អាណាបានច្រើនញ៉ាំនឹងនេះហើយ អូ អូ អត់ឯងដើរទៅចាប់យ៉ាងណាក៏បានដែរលុចណំ អាយ៉ា អីធ្លាក់បូននេះពីភ្លឹបហ៎ដកដាក់ចូលក្នុងផ្លុច ចាច់ យកនឹងភ្លឹបទៀត អូ ភ្លឹប ចឹងឯងចា ហ្នឹងចឹង លេងហ្នឹង ចឹងបានថានឹងចាស់ពីដើមលេងតែចឹង គាត់ដៃខ្វះដីតិច ខ្វះទីមកទៀតឯគេទេ ចាស់ពីដើមក៏អត់មានហ្គេមមានអីលេងឥឡូវក៏លេងតែចឹងថាខតខ្វាប់ស៊ី1 ក៏នេះខត ខតទៀតស៊ីនេះទៀតអូស៊ីតិចលោកឯងចាំមើលបងធ្វើស៊ីឯងម្ដងចាំមើលអ្នកណាបានច្រើនជាងហ្នឹងឈ្នះហើយលឹបខត អត់ មានអីទី ខតយក ខតណាមើលខតពីដុំហើយអស់ហើយ ហ្នឹងហើយ អត់ឯងមក ខ្ញុំលូកអានេះបានអត់ លូកទៅបងខ្លួនឯងតើលឹបអូងាយបានទីទេ ខ្ញុំនឹងឈ្នះហើយ ឈ្នះទៅមានអីឈ្នះអូ គេចេះលេងហើយឡើយ ចេះណា ហ្នឹង ចាំ ហើយ ហើយ ចាំមើលបងមើលនេះលឹបបានទីទេនេះខ្វាប់ ចាំហើយ អូបាទចឹងបានថាបងប្អូននេះគឺជាល្បែងប្រជាប្រិយខ្មែរគេហៅថាបាយខុំណាហ្នឹងហើយនេះចាស់ពីដើមគាត់ចូលចិត្តលេងចឹងហើយក្មេងឥឡូវគេមានហ្គេមមានអីច្រើនប៉ុន្តែគាត់ថាយើងក៏មិនគួរបំភ្លេចនៅល្បែងប្រជាប្រិយខ្មែរដែរហើយវាមិនចំណាយអីច្រើនទេចំណាយតែជាប់ជីងបានបន្តិចឲ្យគ្រាប់បត្រាគ្រាប់អីចឹងទេតែមិនដឹងថានៅភូមិឃុំផ្សេងលេងមិនម៉ងខ្ញុំមិនដឹងទេណាខុសត្រូវអធិស្ឋានផងនេះខាងកំពង់ស្ពឺបាទស្រុកខ្ញុំគឺលេងចឹងហើយអរគុណបងប្អូនដែលតែងតែតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទហើយសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើនបាយបាយ